ថ្ងៃនេះខ្ញុំមានកូនវីដេអូខ្លីមួយទៀតទាក់ទងទៅនឹងមេបាពូជតើបងប្អូនដឹងទេថាមួយវគ្គដែលមិនពងមួយសម្បុកហ្នឹងតើអាបាវាជន់មញីប្រមាណដងទៅធ្វើឲ្យពងមួយសម្បុកហ្នឹងអាចបង្កកំណើតបានតើបងប្អូនដែលធ្លាប់គិតដល់កន្លែងហ្នឹងទេតើអាបាវាជន់មញីតែម្ដងពីរដងឬក៏ប្រមាណដងទៅអាចធ្វើឲ្យមន់មួយសម្បុកហ្នឹងអាចបង្កកំណើតបានតាមពិតទៅអាបាវាជន់មញីតែម្ដងវាគ្រប់គ្រាន់សម្រាប់ឲ្យពងមួយសម្បុកហ្នឹងអាចបង្កកំណើតបានដែរព្រោះអីនៅក្នុងខ្លួនមន់ញីហ្នឹងគឺវាមានកន្លែងសម្រាប់ទុកមេជីវិតឈ្មោលនឹងអាចរស់នៅបានរហូតដល់ទៅ3សប្តាហ៍ដូច្នេះហើយនៅពេលដែលមន់ញីបង្កើតពងថ្មីចេញមកគឺមានមេជីវិតឈ្មោលស្រាប់នៅក្នុងខ្លួនមន់ញីតែម្ដងដូច្នេះមេជីវិតឈ្មោលហើយនឹងពងថ្មីនឹងអាចបង្កកំណើតបានតែម្ដងតែទោះជាយ៉ាងណាក៏ដោយមេជីវិតឈ្មោលដែលរស់នៅក្នុងខ្លួនមន់ញីហ្នឹងនៅពេលដែលពេលវេលាកាន់តែយូរទៅគឺមេជីវិតហ្នឹងអាចខ្សោយដូច្នេះហើយអាចធ្វើឲ្យពងក្រោយដែលពងក្រោយហ្នឹងពេលដែលកូនវាញើសមកអាចនឹងខ្សោយដែរគេថាបានកូនមន់ដែលញើសមកហ្នឹងគឺវាខ្សោយដោយសារមេជីវិតឈ្មោលវាខ្សោយឬមួយក៏អាចពងក្រោយហ្នឹងអត់បង្កកំណើតតែម្ដងក៏មានដែរដូច្នេះដើម្បីឲ្យសុវត្ថិភាពដើម្បីឲ្យកូនកើតមកវាញើសបានល្អហើយមានសុខភាពល្អអញ្ចឹងក្នុងមួយវគ្គដែលមេមិនពងហ្នឹងឈ្មោលអាចជន់2ទៅ3ដងហ្នឹងគឺគ្រប់គ្រាន់សមល្មមហើយអាចធ្វើឲ្យកូនហ្នឹងកើតមកមានសុខភាពល្អហើយអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកត្រឹមคลิปខ្លីប៉ុណ្ណឹងសូមជម្រាបលាសន្យាជួបពុកម៉ែបងប្អូនសាជាថ្មីនៅវីដេអូជាបន្តបន្ទាប់